សកម្មភាពព្រះសង្ឃថៃធ្វើផ្លូវឡើងភ្នំ350ធ្វើលើកទង់ជ័យរួចហើយឥឡូវព្រះសង្ឃថៃបានធ្វើផ្លូវឡើងស្អិតឈរមានទាំងធ្វើចែកជាក្រុមមិនមែនជាកងទាហានហើយក៏មិនជាប្រជាជនដែរនេះគឺសិតតែជាព្រះសង្ឃសុទ្ធបានធ្វើការយ៉ាងសស្រាក់សស្រាមហើយព្រះសង្ឃថៃបានធ្វើការដូចជាព្រះសង្ឃអញ្ចឹងដែរព្រះអង្គបានធ្វើលាយស៊ីម៉ងកាត់ខ្សាច់ដើម្បីធ្វើផ្លូវឡើងទៅភ្នំ350ឲ្យស្រួចរាល់មុនថ្ងៃចូលឆ្នាំខ្មែរចូលឆ្នាំថៃមកដល់រីឯព្រះសង្ឃថៃធំបានទៅសង់ព្រះនឹងបញ្ចុះមុនអាគមនៅលើព្រះពុទ្ធរូបនៅលើកំផែងភ្នំជាដើមនេះហើយជាទស្សនវិជ្ជាមួយបង្ហាញថាព្រះសង្ឃថៃក៏ចូលរួមចំណែកដែរក្នុងការឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជាមិនមែនតែកងទាហាននោះទេមិនមែនតែប្រជាជននោះទេសូម្បីតែព្រះសង្ឃថៃក៏មានការចូលរួមចំណែកក្នុងការឈ្លានពាននេះផងដែរ